ជំរាបសួរបងប្អូនរដូវភ្លៀងចេះបងប្អូនចូលចិត្តស្លអីជាងគេសម្រាប់ខ្ញុំវិញនេះសាមាត់ចង់ហូបស្លម្ជូរគ្រឿងទិញឆ្អឹងជំនីគោបានល្អក៏នឹកឃើញដល់តកួនដែលដើមធំចេះដាក់ជាមួយនឹងត្រួយកសាំងហើយកាប់កសាំងដាក់មកបងប្អូនអើយមុននឹងស្លម្ជូរគ្រឿងឆ្អឹងជំនីគោដាក់ត្រួយកសាំងត្រូវទៅរកកសាំងសិនកសាំងនៅខាងក្រោយផ្ទះមិនខ្វះទេបងប្អូនសបាយខ្លាំងមែនទែនហ្មងណាមុននឹងស្លម្ជូរគ្រឿងឆ្អឹងជំនីគោដាក់ត្រួយកសាំងត្រូវទៅរកកសាំងសិនកសាំងនៅខាងក្រោយផ្ទះមិនខ្វះទេបងប្អូនតែគ្រាន់តែថាវាខ្ពស់ក្មួយខ្ញុំអ្នកឡើងខ្ញុំអ្នកនៅពីក្រោមនិយាយពីថាត្រូខ្លាចផ្លិតបែកក្បាលលើកខ្ញុំគេបេះមកអាខ្លះចំអាខ្លះធ្លាក់តែសបាយខ្លាំងណាស់អូយកត្រួយកសាំងនិងកូនកសាំងខ្ចីតូចក្របកសាំងខ្ចីហ្នឹងណាដើម្បីយកមកដាក់ចាស់ខ្លះខ្ចីខ្លះអាខ្ចីយើងកាប់វាដាក់ស្លតែម្ដងអាចាស់យើងឆ្កោះវាយកសាច់មកចាក្រងខំផងអីផងបងប្អូនស៊ូណាស់បងប្អូនអើយបានហើយយកទៅស្លម្ជូរគ្រឿងមួយនោះស្ដៅក៏មានអីក៏មានដែរខ្វះទេបងប្អូនអើយនេះដើមអីគេណានៅតាមផ្លូវក្រោយផ្ទះមកពីស្រែហ្នឹងទេសភាពហើយឃើញដើមតកៅនេះមើលបន្តិចសិនទៅបងប្អូនអែនអនបន្តិចសិនទៅខៀវខ្ចីបៃតងស្រស់ហ្មងបងប្អូនដែរស្គាល់ដើមតកៅហ៎ឃើញទៅក៏ថតឲ្យបងប្អូនមើលទៅចាមុខម្ហូបថ្ងៃនេះស្លម្ជូរគ្រឿងឆ្អឹងជំនីគោបងប្អូនឆ្អឹងជំនីគោ1គីឡូ20000ហើយឡើងថ្លៃហើយជាមួយនឹងយើងដាក់ម្ជូរកសាំងហើយនឹងត្រួយកសាំងគ្រឿងគល់សក្តិរំដេងស្លឹកក្រូចខ្ទឹមសល្មៀតហើយនឹងម្ទេសគ្រឿងទេសទឹកត្រីអំបិលប៊ីចេងស្ករត្នោតប្រហុកសាច់ហើយនឹងមានប្រេងឬខ្លាញ់បន្តិចមកទុកយើងឆាគ្រឿងបន្លែដាក់បន្លែត្រកួនបែបនេះណាបងប្អូនយើងដៃដាក់ទៅតោះទៅស្លសម្លម្ជូរគ្រឿងឆ្អឹងជំនីគោត្រួយក្រសាំងទាំងអស់គ្នាមានម៉ាស៊ីនមួយនេះអេហ្មងយើងកិនពេលណាដែលយើងរវល់ខ្លាំងចារវល់ខ្លាំងយកបានបុកណាគឺយើងយកមកកិនទី1យើងចាត់គល់សក្តិនឹងសិនទី2កិនមុខងារទាំងអស់ខ្ញុំ6មុខប្រើតែបាន2មុខទេបងប្អូន1 2 3មើលទាំងអស់គ្នាដំបូងយើងចាឃើញទេយើងហាន់គល់សក្តិនឹងសិនណាចាត់វាសិនណាបន្ទាប់មកយើងដាក់មុខងារទី2ដកអាហ្នឹងចាញ់ដាក់កបិតវាថ្មីកបិតនេះកបិតកិនណាចាគល់សក្តិរំដេងស្លឹកក្រូចល្មៀតខ្ទឹមសដាក់មកកិនវាទៅលុយអត់យកបញ្ញាអូខេគ្រឿងផ្សំបានគ្រប់គ្រាន់អស់ហើយចាប់ផ្ដើមចាត់កែជាដំបូងនោះត្រូវលាងតកួនលាងអីបានស្អាតណាបងប្អូនលាងមកទឹកសិនទៅមុខម្ហូបខ្ញុំដាក់លើតុចេះរហូតឲ្យបងប្អូនស្រួលទៅសាហើយកាប់កសាំងនេះយើងអត់យកចាស់ពេកទេយើងយកខ្ចីល្មមដើម្បីកាប់ស្លហ្នឹងណាចាកាប់វាមកកាប់វាជា3ជា4អញ្ចឹងមកនៅពេលដែលបងប្អូនឆ្កោះដាក់ចាំយកអាចាស់តែនៅពេលដែលយើងកាប់ដាក់អញ្ចឹងយករៀងខ្ចីហ្នឹងហើយកាប់កសាំងអញ្ចឹងមកកាប់វាជា3ជា4អញ្ចឹងមកជា5ជា6ក៏បានដែរបងប្អូនស្រេចចំណងជ្រុលចិត្តកសាំងរួចរាល់កាប់ឆ្អឹងជំនីម្ដងឆ្អឹងជំនីតែ1គីឡូទេមើលភ្នែកហើយនឹងរឿងពិតគឺវាដូចគ្នាទេពេលដែលស្រង់គឺស្វិតយ៉ាងខ្លាំងប៉ុន្តែមើលភ្នែកដូចខ្ចីដូចជាមនុស្សដែរណាបងប្អូនកាប់វាជាដុំមករៀងពិបាកបន្តិចហើយបើក្បិតអត់មុត
បើសិនជាបងប្អូនដាក់ទាំងធំហ្នឹងវាអត់សូវចូលជាតិអីចឹងណាហើយវាធំពេកហើយត្រៀមតិចនិចហើយថាបើវាស្វិតដាក់ម្នាស់ចឹងណាចាកាប់វាចឹងមកសួរហើយនេះគឺជាត្រួយកសាំងលើកទី1ឯងដែលខ្ញុំស្លដាក់ត្រួយកសាំងនេះតើគួនយើងកាត់ចឹងមកដាក់ចូលក្នុងទឹកអំបិលបន្តិចទៅត្រាំវាត្រាំរហូតដល់ស្លយើងចិត្តឆ្អិនឯណោះចាខ្ចីល្អណាស់យកអាធំដូចខ្ញុំអញ្ចឹងបានឆ្ងាញ់ខ្ចីល្អមែនតែម្ដងចាបងប្អូនចង់ដាក់ច្រើនតាមចំណង់ចូលចិត្តរួចរាល់ហើយយើងចាប់ផ្ដើមដាក់ខ្ទះឲ្យបានក្តៅដាក់គ្រឿងចូលឆាគ្រឿងឲ្យបានសព្វល្អបន្ទាប់ពីឆាគ្រឿងសព្វល្អរួចយើងបន្ថែមគ្រឿងទេសយើងឈ្ងុយខ្លាំងបងប្អូនអើយប្រហុកសាច់1ស្លាបព្រាបាយជាងចាប៊ីចេង1ស្លាបព្រាកាហ្វេស្ករត្នោតចំនួន1ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេដែរទឹកត្រីបន្តិចប្រៃងាប់ហើយអត់ប្រៃទេធានាជូនឆាឲ្យបានឈ្ងុយខ្លាំងហើយត្រូវចាក់កសាំងចូលខ្ញុំវែងវ៉ាន់ទៅចាក់សាច់ចូលមុនអត់បញ្ហាឆ្នៃបានខ្ញុំដាក់កសាំងតាមក្រួយហើយខ្ញុំគេសាច់ទៅគៀនទៅសាច់ដែលលួយទៅណាខ្ញុំឆាកសាំងតទៅឈ្ងុយសិនបងប្អូនឆាកសាំងអត់ឈ្ងុយទេអត់ឆ្ងាញ់ទេអញ្ចឹងណាខ្ញុំគេវាទៅមួយហៀងទៅដល់ពេលកសាំងនឹងឈ្ងុយខ្លាំងចាំយើងដាក់សាច់ចូលវិញសាច់នេះស្វិតសឹងអីនឹងញ៉ាំរួចហើយទាំងងំទៅផុយនឹងដាក់ម្នាស់អស់មួយក្របវាទុកឲ្យវាចេញទឹកប្រៃមកខ្ញុំថែមទឹកឲ្យសោះតែថែមទឹកអត់ឆ្ងាញ់ទេស្លោហើយចាំយើងសម្រាប់ថាយើងយកស្លោយើងទឹកប៉ុណ្ណាចាំយើងដាក់ម្ជូរកសាំងចូលវារីកទៅនេះប៉ុណ្ណឹងមកចាំយើងថែមទឹកសម្រាប់ពេលចាំជំនីនឹងវាស្វិតដែរបងប្អូនដាក់ម្នាស់ចេះទៅអត់ទៀងពេញប៉ះអាចចាំជំនីស្វិតហ៎ហើយមើលតែផុយហើយដាក់តកួនចូលដាក់ត្រួយកសាំងចូលកូរច្បល់វាត្រឡប់គ្នាឲ្យបាននេះល្អហើយដាក់ម្ទេសថែមមកហើយបងប្អូនទុកឲ្យវាឆ្អិនតិចទៀតទៅមើលតំណងឯងចាភ្លក់ជូរប្រៃផ្អែមឲ្យហើយមករួចរាល់ហើយចាប់ផ្ដើមរៀបចំដួសដាក់ចានវ៉ាវនេះរដូវវស្សាមកជូរក្រសាំងស្អឹងសនីគោស្ងាញ់សាហាវអត់មានថែមអីទាំងអស់ឆ្ងាញ់ខ្លាំងបងអើយលឺទៅសូស្នូសឡពុះហ្នឹងក៏ឃ្លានបាយម្ដងទៀតដែរក្តៅហុយណាបងប្អូនតោះទៅភ្លក់ទាំងអស់គ្នាមិនភ្លក់អីញ៉ាំហ្មងផ្លែខ្លាំងបងនេះមកតែអាចសាប់ខ្លួនយើងតកូនសិនចាំញ៉ាំសាច់ឲ្យមើលបាទដល់ជួយលោកកសាំងជួយសាំងngõ mình nó muối trong thôi chứ nên không có rồi đấy.បើសិនជាបងប្អូនចូលចិត្តនៅវីដេអូនេះសូមបងប្អូនជួយ Subscribe Channel YouTube ហាន់ឈឿនហើយក្នុង
Facebook page ហនជឿនដូចគ្នាសូមអរគុណចំពោះការតាមដានទស្សនាកន្លងមកសូមជម្រាបលាបាយបាយ Cho nó khăn nữa. Ôi Tức thật lo mà chu krương kê tỏi chân ạ bóng ôn lo cả sang cặp một chai hai đạn Slug trôi cả sang á Nhùm ai ôi men á Ôi lực tim môi sẽ làm nhòm Ở miền lực tim Ở miền ấy ná tầm slo lực tim môi tề Ngành khăn á